សូមគោរពនឹងជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ចូលមកកាន់ភាសាអង់គ្លេសថ្នាក់ទី7ទំព័រទី108ចាអញ្ចឹងយើងនឹងចូលទៅមើលចំណងជើងតែម្ដង It's my time It's my time វាគឺជាពេលវេលារបស់ខ្ញុំ We play game យើងលេងល្បែង One snake and ladder snakes and ladder ពស់ហើយនឹងជណ្ដើរ work in your groups ធ្វើការនៅក្នុងក្រុមរបស់អ្នក climb up the ladder ឡើងជណ្ដើរ go down with the snake ចុះ go down ចុះក្រោមជាមួយនឹងសត្វពស់ Who can finish the game first នរណាដែលអាចបញ្ចប់ game ចាល្បែងបានមុនគេបង្អស់អញ្ចឹងនៅទំព័រនេះគឺយើងលេង game ចាយើងលេង game ណាបងប្អូនអញ្ចឹងពេញមួយទំព័រនេះគឺជាទំព័រ game របស់យើងប៉ុន្តែមុននឹងចាប់ផ្ដើមលេងគឺខ្ញុំនឹងធ្វើការបញ្យល់បងប្អូនចាសូមប្រាប់ពីចម្លើយសិនពីព្រោះបើសិនយើងអត់ដឹងចម្លើយបងប្អូនអត់ដឹងចម្លើយយើងលេងទៅក៏អត់សូវបានអាចថាមិនងាយបានទៅមុខអញ្ចឹងយើងឆ្លើយខុសគឺយើងអត់បានទៅមុខទេចាឥឡូវយើងមើលកន្លែង start នេះចាប់ផ្ដើម number 2 choose នេះឲ្យជ្រើសរើសអញ្ចឹងឲ្យជ្រើសរើសAre you happy ឬក៏ Do you happy អញ្ចឹងយើងត្រូវជ្រើសរើសយក Are you happy ចាយើងអត់ប្រើជាមួយនឹង Do you happy ទេសំណួរទី4 spell ប្រកបចាអញ្ចឹងបើសិនជាយើងដើរមកចំចំណុចលេខ4កន្លែងនេះគេឲ្យ spell បងប្អូនត្រូវតែចេះ spell good ជា adjective ជាគុណនាមអញ្ចឹងគុណនាមប្រៀបធៀបយើងមាន better than good ទៅជា better than នេះយើងប្រែថាល្អជាងឬក៏ប្រសើរជាងអញ្ចឹង better យើងហៅថា superlative comparative adjective គឺជាគុណនាមប្រៀបធៀបgood គឺជាគុណនាមប៉ុន្តែ better គឺជាគុណនាមប្រៀបធៀបហើយមួយទៀត the best ចា the best គឺជាគុណនាមបណ្ដាច់គេហៅថា superlative adjective ច្បាស់ហើយណាបងប្អូនកន្លែងហ្នឹងឥឡូវយើងចូលទៅមើលលេខ6 one extra letter which one extra letter which one គេថាអក្សរលើសមួយ which one មួយណាអញ្ចឹងយើងមើល there is a football field in my school មានទីលានគេថាមានយើងហៅថាទីធ្លាបាល់ទាត់មួយនៅក្នុងសាលារបស់ខ្ញុំអញ្ចឹងលើសអក្សរអីបងប្អូនគឺ letter O អញ្ចឹង football មាន O តែមួយមាន O តែ2ទេប៉ុន្តែកន្លែងនេះគឺយើងមានletter O រហូតដល់3អញ្ចឹងយើងលុបចោលមួយយើងមើលសំណួរទី8បើសិនជាបងប្អូនដើរមកដល់ចំលេខ8នេះមានសំណួរមួយគឺ make a sentence បង្កើតប្រយោគអញ្ចឹងបងប្អូនមើលប្រយោគខាងក្រោមនេះតម្រៀបវាឲ្យទៅជាប្រយោគសំណួរឲ្យបានត្រឹមត្រូវអញ្ចឹង she play sorry មានពាក្យ she មានពាក្យ play មានពាក្យ the ហើយនិង football អញ្ចឹងបងប្អូនអាចធ្វើវាត្រឡប់វាតម្រៀបវាឲ្យទៅជាប្រយោគសំណួរមួយឲ្យបានត្រឹមត្រូវគឺយើងត្រូវទៅយក does នេះមកនៅខាងមុខគេបង្អស់ចាអញ្ចឹងយើងប្រើមក does she play football does she play football អញ្ចឹងយើងចេះហើយណាប៉ុណ្ណឹងបងប្អូនក៏ click question mark
តោះទៅមើលសំណួរទី10 answer ចាសំណួរទី10គេឲ្យឆ្លើយ Do you go on Facebook every day? Do you go on Facebook every day? តើអ្នកប្រើ Facebook កម្មវិធី Facebook ហ្នឹងបងប្អូនជារៀងរាល់ថ្ងៃដែរឬទេតើអ្នកលេងឬក៏ចូលទៅប្រើប្រាស់កម្មវិធី Facebook ហ្នឹងជារៀងរាល់ថ្ងៃដែរឬទេអញ្ចឹងបងប្អូនឆ្លើយមកណាសំណួរនេះបើ yes I do no I don't យើងចូលទៅមើលសំណួរទី12 choose គេឲ្យជ្រើសរើស There is a pencil in my bag ឬក៏ There are a pencil in my bag អញ្ចឹងយើងត្រូវជ្រើសរើសយក there is ចា there is យើងបកថាមានខ្មៅដៃមួយនៅក្នុងកាបូបរបស់ខ្ញុំ there is ក៏យើងបកថាមាន there are ក៏យើងបកថាមានដូចគ្នាក៏ប៉ុន្តែ there is គឺយើងប្រើសំដៅទៅលើsingular noun នាមដែលមានតែមួយនាមដែលមានតែមួយឃើញអត់មាន s នៅកតុយទេបងប្អូនបានន័យថានាមនោះគឺបានន័យថាវត្ថុនោះមានតែមួយទេអញ្ចឹងយើងប្រើ there is ហើយម្យ៉ាងទៀតយើងឃើញនៅពីខាងមុខនេះគឺសម្គាល់ថាប៊ិចនោះមានតែមួយបើ there are យើងប្រើជាមួយនឹងនាមដែលមានចាចាប់ពី2ដូចជា there are pencil some pencil អញ្ចឹងទៅបងប្អូនកន្លែងនេះត្រូវមានបន្ថែម s អញ្ចឹងចម្លើយកន្លែងនេះយើងត្រូវយក there is ច្បាស់ហើយណាបងប្អូន there is a pencil in my bag ខ្ញុំបញ្យល់បងប្អូនតទៀតលេខ14 spell កន្លែងនេះគឺត្រូវតែ spell ប្រកបចាប្រកបពាក្យ smart អញ្ចឹងគុណនាមគេឲ្យយើងហើយគឺពាក្យ smart បងប្អូនត្រូវតែប្រកបគុណនាមប្រៀបធៀបគឺទៅជា smarter than ចាពាក្យ than នេះគឺជាងនឹងឯងបងប្អូនហើយក៏គេប្រើនៅពេលដែលយើងប្រើជាមួយនឹងគុណនាមប្រៀបធៀបចាអញ្ចឹង smart ឆ្លាតដល់ពេល smarter ឆ្លាតជាងអញ្ចឹងបងប្អូនត្រូវប្រកប S M A R T E R ចាយើងបន្ថែម E R មួយទៀត the smartest the smartest ជាគុណនាមបណ្ដាច់ចាប្រៀបធៀបបណ្ដាច់មានន័យថា smartest គឺឆ្លាតជាងគេបំផុតដូច smarter នេះឆ្លាតជាងមានអក្សរ O បងប្អូនតែខ្ញុំមិនដឹងថាមិនដែរបាត់កន្លែងនេះអក្សរ O មួយហើយ smartest ឆ្លាតជាងគេបំផុតកន្លែងនេះមានអក្សរ T នៅខាងចុងកតុយចាអញ្ចឹង smarter ហើយនិង smartest បងប្អូនត្រូវតែចងចាំពីព្រោះវាគឺជាកិរិយាសព្ទយើងហៅថាជាកិរិយាសព្ទដែលទៀងទាត់គុណនាមចាជាគុណនាមដែលទៀងទាត់មួយទៀតយើងមានគុណនាមមិនទៀងទាត់គេហៅ irregular ចាគេមាន irregular ទៀតប៉ុន្តែនេះបងប្អូនត្រូវតែចាំសួរខ្ញុំហេតុអីថាហេតុអីបាន smart ទៅជា smarter smartest បងប្អូនធ្លាប់រៀនច្រើនហើយកន្លែងនេះអញ្ចឹងយើងត្រូវតែឲ្យចាំកិរិយាសព្ទនៅក្នុងប្រឡោះទី1ជាកិរិយាសព្ទធម្មតាកិរិយាសព្ទប្រឡោះទី2ប្រឡោះទី3ណា participle អញ្ចឹងគេឲ្យយើងចាំពីពាក្យ smart ទៅជា smarter smartest តោះឥឡូវយើងចូលទៅដល់ចំណុចទីសំណួរទី16បងប្អូន make a sentence បង្កើតប្រយោគចាអញ្ចឹងសំណួរនេះគេឲ្យបង្កើតប្រយោគមានពាក្យ cook day breakfast ហើយនិង can អញ្ចឹងបងប្អូនត្រូវដាក់ថា they can cook breakfast they can cook breakfast ពួកគេមិនអាចចម្អិនអាហារពេលព្រឹកបានទេអញ្ចឹងយើងទៅរៀបចឹងមកសំណួរទី18 one extra letter which one extra letter which one អក្សរលើសមួយណា
ចឹងនៅក្នុងប្រយោគខាងក្រោមនេះគឺមានអក្សរមួយដែលលើសចាអក្សរដែលលើសគឺខ្ញុំបានគូជូនបងប្អូនហើយលើស letter T នេះឯងបងប្អូន then T H A N then ប៉ុន្តែអត់មានអក្សរ T នៅនេះទេបងប្អូនដកលុបអក្សរ T នឹងចេញទៅយើងចូលទៅដល់សំណួរទី20 answer ចាអញ្ចឹងលេខ20នេះគេឲ្យឆ្លើយ can you ride a bike តើអ្នកអាចជិះកង់បានទេយើងឆ្លើយមកបើសិនជាបងប្អូនចេះជិះ yes I can no I can ណា22 choose កន្លែងនេះគឺ22នេះគឺគេឲ្យជ្រើសរើស am the naughtiest ឬក៏ am naughtiest in the family ចាអញ្ចឹងប្រយោគជាទូទៅនៅពេលដែលយើងប្រើជាមួយនឹងយើងប្រើជាមួយនឹងគុណនាមបណ្ដាច់ណា naughtiest នេះត្រូវតែបន្ថែម the តែបើ naughtier បងប្អូនអញ្ចឹងបើយើងប្រើជាមួយនឹង naughtier បងប្អូនត្រូវតែថែម than នេះនៅកន្លែងនេះចឹងបើ naughtier than តែបើ naughtiest ត្រូវតែ the នៅពីមុខណា the naughtiest the smart test អញ្ចឹងដូចគ្នាដែរចឹងយើងត្រូវជ្រើសរើសយកប្រយោគclear នេះ am the naughtiest in the family សំណួរទី23 spell ចាគេឲ្យប្រកបទៀតហើយ bad មានពាក្យ bad អញ្ចឹងគុណនាម bad អាក្រក់ទៅជាអាក្រក់ជាងតែអាក្រក់ជាងទៅជាគេបងប្អូនទៅជា worse than ចាចុះអាក្រក់បំផុតបងប្អូនអាក្រក់បំផុតទៅជា the worst ចា the worst អាក្រក់បំផុតអញ្ចឹង bad worst ចឹងយើងត្រូវតែចងចាំនៅ clear ទាំងអស់ពាក្យទាំងអស់នេះចាពីព្រោះវាជារូបមន្តផងច្បាប់ចាភាសាអង់គ្លេសគេប្រើបែបនេះចាអញ្ចឹងបងប្អូនត្រូវតែចាំមានពាក្យច្រើនទៀតប៉ុន្តែអ្វីដែលយើងបានរៀនកន្លងមកយើងសង្កេតឃើញមានតែពាក្យខ្លះទេអញ្ចឹងចុងក្រោយលេខ24 finish បញ្ចប់ឬក៏ឈ្នះណាបងប្អូនមកដល់កន្លែងលេខ24បានឈ្នះហើយ finish យើងបកថាបញ្ចប់ឬក៏ចប់អញ្ចឹងទៅចប់ finish ចាអញ្ចឹងបងប្អូនដែលមកដល់លេខ24បានឈ្នះរង្វាន់ហើយខ្ញុំនឹងបញ្យល់បងប្អូនពីរបៀបនៅក្នុងការលេង game នេះផងដែររបៀបនៅក្នុងការលេងនេះបងប្អូនចាប់ផ្ដើមពីកន្លែងលេខ1នេះលេខ1នេះអញ្ចឹងយើងអាចលេង2នាក់ក៏បានលេងជាក្រុមក៏បានដែរចាអាចគ្នា3 4នាក់អញ្ចឹងបងប្អូននៅកន្លែងលេខ1នេះគេប្រើគ្រាប់ឡុកឡាក់ណាគ្រាប់ឡុកឡាក់គឺមាន6អាចមានអាចមាន6ជ្រុងមាន6ជ្រុងណាក្នុងមួយជ្រុងមានលេខដូចជា1មានលេខ2ជ្រុងមួយទៀតមានលេខ2ជ្រុងមួយទៀតមានលេខ3ជ្រុងមួយទៀតមានលេខ4មានលេខ5និងលេខ6អញ្ចឹងជ្រុងរបស់គេមានដល់ត្រឹមលេខ6អញ្ចឹងលេខល្បែងនេះគេប្រើគ្រាប់ឡុកឡាក់បងប្អូនគ្រាប់ឡុកឡាក់ថាពេលដែលយើងបោះតែអញ្ចឹងយើងអាចបោះបើយើងបោះមុនឬក៏យើងប៉ាវទៅណាគេដែលត្រូវអ្នកដែលឈ្នះគឺយើងត្រូវបោះគ្រាប់ឡុកឡាក់នឹងមុនគេឧបមាថាយើងឧបមាថាបងប្អូនបោះគ្រាប់ឡុកឡាក់ទៅចំលេខ2ចំលេខ2កន្លែងនេះបងប្អូនមើលសំណួរ choose are you happy ឬក៏ do you happy បើសិនជាបងប្អូនជ្រើសរើសយក are you happy អញ្ចឹងបងប្អូនត្រូវហើយបងប្អូនត្រូវឡើងតាមកម្មជាដើមនេះទៅដល់លេខ9អញ្ចឹងណាអញ្ចឹងឲ្យតែពេលយើងមកដល់កន្លែងកម្មជាដើមមិនថាលេខ2លេខ7ឬក៏លេខ3នេះគឺយើងមានសិទ្ធិឡើងកម្មជាដើមទៅដល់ខាងចុងកម្មជាដើមនេះបើសិនជាដល់បងប្អូនមានសំណាងបងប្អូនមកដល់លេខ7បងប្អូននឹងមានសិទ្ធិឡើងដល់លេខ22ចាគៀកនឹងគោលដៅរបស់យើង
ប៉ុន្តែបើសិនជាបងប្អូនអឺក្លុកក្រឡាក់ទៅចំយើងដើរទៅចំលេខ17ឬក៏លេខ21នេះដែលចំកន្លែងក្បាលពោះកន្លែងនេះណាគឺបងប្អូននឹងត្រូវ go down មកដល់កតុយពោះគឺលេខ10ពុកមកថាលេខ17នេះគឺបងប្អូនត្រូវ go down ដល់លេខ10នេះហើយបើសិនជាចំលេខ21នេះត្រូវ go down ដល់លេខ5 7នេះប៉ុន្តែបើសិនជាបងប្អូនដើរមកចំកតុយពោះកន្លែងនេះកតុយពោះកន្លែងនេះគឺបងប្អូនអត់បានឡើងដូចជាចដើទេតើប៉ះកន្លែងកម្មចដាបានឡើងដល់កតុយពោះនេះគឺអត់មានសិទ្ធឡើងតាមពោះនឹងទេគឺមានសិទ្ធត្រឹមតែចុះទេពោះនេះបងប្អូនមើលខាងលើគេថា go down with the snake ចុះជាមួយចុះក្រោមជាមួយនឹងសត្វពស់ចាគេឲ្យចុះក្រោមប៉ុន្តែ climb up the ladder ឡើងចណ្ដើរអញ្ចឹងបើសិនជាយើងប៉ះចំកម្មចដាគឺយើងឡើងចដាតែបើចំសត្វពស់គឺយើងត្រូវតែចុះក្បាលពស់គឺយើងចុះមកវិញអញ្ចឹងហ្គេមនេះយើងអាចប៉ាវក៏បានដែរបងប្អូនបើសិនជាយើងមានគ្នា2នាក់អញ្ចឹងលេងបងប្អូនអាចប៉ាវទៅអ្នកណាគេឈ្នះមានសិទ្ធិជ្រើសរើសចាប់ពីលេខ6ចាប់ពីលេខ1រហូតដល់លេខ6រើសបានតែ6ឯណាបងប្អូនក្នុងចំណោមនេះបងប្អូនរើស1ទៅយកលេខប៉ុន្មានឧបមាថាបងប្អូនយកលេខ4បងប្អូនចេះសំណួរនេះ spell ពាក្យ good ឬទៅជា better than ឬក៏ the best ចាបងប្អូន spell ត្រូវគឺអាចឡើងទៅលេខ5ចាយើងអាចសំទោសមិនមែនលេខ5ទេយើងអាចចាអញ្ចឹងយើងអាចឈរនៅ space កន្លែងនេះណាហើយយើងអាចប៉ាវបន្តទៀតទៅឬក៏ដល់វគ្គដៃគូរបស់យើងវិញម្ដងចាអញ្ចឹងនៅក្នុងទំព័រទី108នេះជាហ្គេមសិក្សាតែម្ដងប៉ុន្តែគឺមានបង្កប់នៅមេរៀនរបស់យើងចាជាសំណួរឲ្យបងប្អូនចេះបង្កើតអឺចាចេះតម្រៀបប្រយោគឲ្យបានត្រឹមត្រូវចាក៏ដូចជារំលឹកឡើងវិញជាមួយគុណនាមដូចជា good better ផ្សេងហើយនឹងឆ្លើយសំណួរ yes no question ជាច្រើនទៀតចាអញ្ចឹងភាសាអង់គ្លេសថ្នាក់ទី7ទំព័រទី108នេះមានតែប៉ុណ្្នឹងទេជូនបងប្អូនហើយបើសិនជាបងប្អូនពេញចិត្តនៅវីដេអូមួយនេះសូមបងប្អូនកុំភ្លេចជួយ subscribe channel របស់នាងខ្ញុំផងចាដើម្បីទទួលបាននៅវីដេអូថ្មីជួបគ្នានៅវីដេអូក្រោយទីទំព័រទី109